ហេតុអ្វីទើបព្រះអង្គសូមវរ្ម័នទី2សាងសង់អង្គរវត្តជីកស្រះទឹកជុំវិញអង្គរវត្តមិនមែនត្រឹមតែជាសំណង់សាសនាធំបំផុតក្នុងពិភពលោកទេប៉ុន្តែវាក៏ជាស្នាដៃដ៏អស្ចារ្យបំផុតរបស់អរិយធម៌ខ្មែរបុរាណមុនព្រះបាទសូម៉ាន់ទី2សាងសង់អង្គរវត្តព្រះអង្គបាននឹកឃើញអំពីការបង្ហាញអំណាចរបស់រាជសិទ្ធិការតស៊ូក្នុងការរកសុវត្ថិភាពផ្លូវយោធានិងចង់ធ្វើឲ្យប្រជាជនជឿទុកចិត្តលើការដឹកនាំរបស់ព្រះអង្គរវត្តគឺជាគម្រោងយ៉ាងធំនៃការតស៊ូស្ថាបនារដ្ឋាភិបាលរឹងមាំក្នុងពេលដែលចក្រភពខ្មែរនៅស្ថិតក្នុងស្ថានភាពប្រកួតប្រជែងជាមួយអំណាចជិតខាងព្រះបាទសូម៉ាន់ទី2បានជ្រើសរើសស្ថាបនាអង្គរវត្តដើម្បីឲ្យវាជាទីបូជានិងជាសញ្ញាសិទ្ធិអធិបតេយ្យព្រមទាំងជាផ្នែកមួយនៃការចងចាំរូបកាយព្រះអង្គក្រោយសោយព្រះបាមីតែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាពិសេសនោះគឺស្រះទឹកជុំវិញអង្គរវត្តតើហេតុអ្វីបានជាព្រះអង្គជីកស្រះទឹកធំជុំវិញប្រាសាទនេះមុនដំបូងវាជាការសាងសង់ដែលអនុវត្តតាមទ្រឹស្ដីភូមិវិទ្យាសាសនាដែលជឿថាពិភពលោកមានភ្នំមេរីនៅកណ្ដាលហើយជុំវិញគឺមានសមុទ្រស្រះទឹកនេះបង្កើតឡើងដូចជាសមុទ្រដែលបិទជុំវិញភ្នំមេរីតំណាងដោយប្រាសាទអង្គរវត្តយ៉ាងហោចណាស់នៅវិសាសនាគឺប្រាសាទអង្គរវត្តជាទីសក្ការៈដល់ព្រះវិស្ណុហើយស្រះជុំវិញវាជាសមុទ្រដែលមានសក្តានុពលបរិសុទ្ធផ្លូវសាសនាបន្ថែមពីនេះទៀតស្រះទឹកក៏មានមុខងារប្រតិបត្តិជាក់ស្ដែងផងដែលវាជាវិធីធ្វើឲ្យសំណង់ធំស្ថិតលើជម្រកទឹកធម្មជាតិការពារពីការខូចខាតសំណង់ពេលជំនន់ទឹកក៏ដូចជារក្សាសំណង់ឲ្យមានសីតុណ្ហភាពធម្មតាស្រះទឹកធំជុំវិញអង្គរវត្តអាចជាផ្នែកនៃប្រព័ន្ធសេដ្ឋវិមានទឹកសម្រាប់អង្គរទាំងមូលហើយក៏ជួយការចិញ្ចឹមពលរដ្ឋជុំវិញនោះទៀតអង្គរវត្តអាចនិយាយបានថាជាស្នាដៃនៃការរួមបញ្ចូលរវាងសាសនាអំណាចសន្តិសុខនិងការរចនាភិវឌ្ឍទីក្រុងក្នុងយុគសម័យនោះហើយហេតុផលទាំងអស់នេះបានបញ្ចេញឲ្យឃើញភាពវៃឆ្លាតរូបមន្តសាសនាដ៏ជ្រៅជ្រះនិងគំនិតដឹកនាំយ៉ាងជ្រៅជ្រងរបស់ព្រះបាទសូម៉ាន់ទី2ដែលសម្គាល់ថាអង្គរវត្តមិនមែនជាសំណង់ធម្មតាប៉ុន្តែជាការបញ្ជាក់ពីភាពអស្ចារ្យនៃសិល្បៈអង្គរនិងសិទ្ធិរបស់ព្រះអង្គក្នុងការដឹកនាំជាតិខ្មែរទាំងមូលអូនធ្វើព័ត៌មានផងប្អូនលក់គ្រឿងអលង្ការផងបាទបងប្អូនគាំទ្រជួយទិញប្អូនម្នាក់មួយខ្សែផងដើម្បីគាំទ្រឲ្យប្អូនធ្វើវីដេអូឲ្យបងប្អូនពុកម៉ែទស្សនានៅក្នុងប្រទេសកម្ពុជាយើងនិងនៅលើពិភពលោកផងដែរបាទអរគុណ